chứ conវិញលោកបញ្រៀនឲ្យសង្គ្រោះមេត្តាបិតាវិញមិន5ដូចគ្នាទី1ឲ្យកូននឹងចិញ្ចឹមថែរក្សាមេត្តាបិតាចិញ្ចឹមលោកដោយបាយទឹកនំចំណីបើលោកចាទោះបីជាលោកមានទ្រព្យមានសម្បត្តិចាយមិនអស់ក៏ប៉ុណ្្នឹងទ្រព្យរបស់លោកតើយើងស៊ីរបស់លោកមកអស់មកកណោទៅហើយកុំណាឲ្យម៉ែពុកក៏មិនទៅក្រអីក៏តែប្រាក់ចាយមិនអស់ទេអានឹងខុសយ៉ាត្រឹងត្រូវបែងចែកសម្បត្តិទ្រព្យរបស់យើងដែលមានហ្នឹងណាថាមួយខែជូនទៅម៉ែម៉ែខាងក្មេកម៉ែមកឲ្យគាត់ធ្វើបន់បានច្រើនបន្តិចបន្តួចក៏ជាការបពីដែរជូនគាត់តែបានហើយហ៎ឬក៏ជូនគាត់ថែរក្សាគាត់ជូនបាយជូននំចំណីអីណាហ្នឹងណាគេឲ្យចិញ្ចឹមក៏មិនថាម៉ែមានឯងមិនទៅខ្វល់ទេអត់ទេយើងចំណាយទ្រព្យដែលយើងរកបានពីរនាក់ហ្នឹងទៅជូនគាត់ចិញ្ចឹមគាត់នឹងពុទ្ធលោកបញ្រៀនហើយទី2ម៉ែឪដឹងថាគាត់ចង់ធ្វើអីចង់បានអីក៏បីប្រាប់បងប្អូនទៅជួយធ្វើវត្ថុបំណងរបស់លោកព្រោះគាត់ចាស់ឲ្យធ្វើអីអត់បានគាត់ថាអើយអញចង់ទៅវត្តចង់ទៅសុំសិលគាត់បើកឡានកាន់ចង្កូតមិនកើតត្រូវយើងជូនគាត់ទៅវត្តថ្ងៃសិលហ្នឹងចឹងនេះគាត់ជួយចង់បានអីធ្វើការងារដែលគាត់ចង់បានហ្នឹងនេះសង្គ្រោះទី2សង្គ្រោះទី3ត្រូវថែរក្សាពូជពងវង្សត្រកូលរបស់គាត់កុំឲ្យធ្លាក់ចុះពូជពងវង្សត្រកូលរបស់គាត់ជាត្រកូលរបស់សពបរោះអ្នកដែលស្អាតអ្នកល្អជៀសវាងអំពើអាក្រក់ដែលធ្វើដោយកាយវាចាចិត្តគេពូសពបរោះហើយគាត់ចេះធ្វើទានគាត់រក្សាសិលគាត់ចេះសង្គ្រោះដល់ជីវិតមនុស្សជុំវិញខ្លួននឹងមានទុក្ខតរៈអីកិច្ចតរៈអីក៏ទៅជួយរួមទុក្ខរួមសោកជាមួយមនុស្សហ្នឹងគេហៅត្រកូលល្អមានសាសនាមានអីហ្នឹងយើងត្រូវថែរក្សាលំនាំពូជពងវង្សត្រកូលរបស់គាត់ឲ្យគាត់ធ្វើល្អកុំឲ្យធ្លាក់ចុះបើចិនគេថារក្សាយីហោដល់បានទេហ៎ខ្មែរយើងថែរក្សាកិត្តិយសពូជរបស់យើងដែលល្អកុំឲ្យធ្លាក់ចុះទេចុះមិនម៉ែឲ្យជាសពបរោះមានសិលមានទានមានសានដល់យើងក៏ដល់ស៊ីផើបោឡៃរំជ្រីខយបំផ្លាញពូជពងវង្សត្រកូលបើតាមពុទ្ធសាសនាបាបទៀតព្រោះយើងបំផ្លាញពូជពងកិត្តិយសរបស់ត្រកូលយើងឲ្យធ្លាក់ចុះដោយសារយើងជាកូនហ្នឹងនឹងអត់ទេទី3ត្រូវតាមលំអានលោកឃើញលោកធ្វើអីដែលល្អចាំបានយើងធ្វើតាមលោកទៅរក្សាពូជពងវង្សត្រកូលប្រពៃណីរបស់លោកបើយើងមានសមត្ថភាពលទ្ធភាពអាចធ្វើឲ្យល្អជាងលោករួចតែប្រសើរទៅទៀតទេវតាក៏រក្សាដែរបើយើងធ្វើបានយ៉ាងហ្នឹងអានឹងសូមឲ្យជ្រាបយ៉ាងហើយទី4ត្រូវចាំពាក្យទូលមានព្រានបដៅណែនាំរបស់ព្រះលោកតែលោកអប់រំយើងតាំងពីនៅតូចដល់ប៉ុណ្ណឹងបង្កើបយើងហាមអីកុំឲ្យទៅចាំពាក្យទូលមានព្រានបដៅរបស់ឪពុកម្ដាយជាសាសនាមួយដែលបពោលតាមភាសាបាលីថាមេត្តាបេតុសាសនាមេត្តាគឺម្ដាយបេតុឪពុកសាសនាគឺពាក្យទូលមានព្រានបដៅដោយយើងនិយាយថាពុទ្ធសាសនាពុទ្ធសាសនាបាលីបើប្រែជាខ្មែរថាពាក្យទូលមានព្រានបដៅរបស់លោកអ្នកត្រាស់ដឹងពុទ្ធលោកអ្នកត្រាស់ដឹងជាស្ដេចនៃអ្នកប្រាជ្ញប្រែជាខ្មែរថាអញ្ចឹងបើដល់យើងនិយាយតែបាលីមានទៅដឹងអីដល់បានទេពាក្យសាសនារបស់គាត់ប្រាប់អីអាក្រក់កុំធ្វើក៏ណែនាំធ្វើល្អត្រូវចងចាំឲ្យជាយកមកអនុវត្តជាមេគាជីវិតហើយនឹងយកពាក្យទូមានបដៅអប់រំកូនយើងតទៅទៀតអាហ្នឹងចឹងទី4ទី5កាលបើលោកបាត់បង់ជីវិតងាប់អស់ហើយគប់អីឧស្សាហ៍ធ្វើបន់ធ្វើកុសលជូនទៅលោកឲ្យបានញឹកញយនឹងពុទ្ធលោកបញ្រៀនយើងសង្គ្រោះកើតក៏រស់ដល់4ដែរបានទេហ៎ចុងក្រោយវេលាដែលលោកបាត់បង់ជីវិតទៅហើយតែភ្លេច
អត់មានភ្លេចបានទេត្រូវតែឧស្សាហ៍ធ្វើបុណ្យធ្វើកុសលឲ្យជាញឹកញយឧទ្ទិសជូនឬជាកិច្ចតបស្នងសងគុណអង្គត់ឲ្យយើងចិញ្ចឹមបីបាច់ថែរក្សាឲ្យកើតណានោះសងគុណក៏កើតនៅរស់ដល់បានហើយហ៎យើងមិនសងគុណតែនៅរស់ងាប់តែយើងឈុំនឹងអត់ទេងាប់ហើយក៏នៅតែគេសងទៀតបើក៏ងាប់តែមិនដឹងទៅរយណាហ្នឹងតែតាមពុទ្ធសាសនាមានតែធ្វើទានឲ្យឧទ្ទិសកុសលជូនទៅតាមបានទេអានឹងបុណ្យយ៉ាងអីបុណ្យមិនចាំតែធ្វើមនុស្សរាប់រយរាប់ពាន់តែងទួយក៏ជាបុណ្យដែរកណ្ដៃគេឃោសនារីងគេសាងកត់សាងសាលាឲ្យយើងចូលគេក៏បុណ្យដែរតែកាលណាយើងធ្វើរួចត្រូវនឹកឧទ្ទិសជូនទៅលោកឪពុកម្ដាយយើងកុសលដែលយើងធ្វើឲ្យស្អីឲ្យយ៉ាងទៀននេះចុងក្រោយដែលយើងត្រូវសង្គ្រោះម៉ែឪយើងហ្នឹងបើខ្ញុំញ៉ែគិតមើលមកពុទ្ធលោកបញ្រៀនភាគីទាំងពីររួចអស់ហើយម៉ែឪបញ្រៀនឲ្យជួយកូនបញ្រៀនកូនឲ្យជួយម៉ែឪមានចាំបបាក់អ្នកណាទៅទាអីពីអ្នកណាវាអត់ទេព្រោះលោកបញ្រៀនមេរៀនចេះអស់ហើយរៀនឲ្យតែចេះគ្រប់គ្នាទៅហ្នឹងជាពុទ្ធសាសនាពាក្យទូលមានព្រះបដារបស់ពុទ្ធហើយយល់ទេ